បងប្អូននេះគឺជាសកម្មភាពដែលយើងធ្វើការព្រាចស្រូវនៅលើគោកគម្រោងរបស់យើងបន្ទាប់ពីព្រាចស្រូវលើគោកនេះហើយគឺយើងនឹងបូមទឹកដាក់បាទបូមទឹកដាក់ដើម្បីឲ្យសើមដីដើម្បីឲ្យរឹបស្រូវចូលបាទហើយវាដុះហើយស្រូវនេះយើងបានត្រាំប្រឡូករួចហើយគឺយើងអាប់2យប់ហើយបាទហ្នឹងហើយវាដុះរៀងវែងដែរហើយអញ្ចឹងបើយើងដាក់ទឹកមកវានឹងត្រជាក់ក្រោមវានឹងដុះហើយបាទហ្នឹងហើយលទ្ធផលយ៉ាងណានោះបងប្អូនកុំភ្លេចតាមដានទាំងអស់គ្នាតោះទៅទៀតយើងទៅមើលទាំងអស់គ្នាថាតើស្រូវនេះវាដុះឬក៏វាងាប់បាទតបឆ្លងកាត់សន្សើមអស់រយៈពេលមួយរយៈកន្លងមកជិត2សប្តាហ៍ដល់10ថ្ងៃហើយអញ្ចឹងយើងឃើញថាស្រូវដែលព្រាចចោលលើគោកនោះឥឡូវនេះចេញជាស្រូវហើយបាទចេញជាស្រូវហើយហ្នឹងហើយអញ្ចឹងគាត់ថាมันមានអីខ្លាំងជាងស្រូវទេបងប្អូនយើងមិនរំពឹងថាវាដុះបានប៉ុណ្ណេះទេអ្នកណាក៏ថាខ្ញុំឈួតដែរបាទសូម្បីអ្នកផ្ទះខ្លួនឯងហ្នឹងមូលហេតុដែលខ្ញុំធ្វើបែបនេះគឺដោយសារតែដីនេះវាផុងបើសិនជាមានទឹកមកបានយើងវាយគឺអត់មានត្រាក់ទ័រណាគេហ៊ានចូលទេគឺដាក់ចូលស្រូបត្រាក់ទ័រចូលហ្មងវាផុងណាអញ្ចឹងខ្ញុំក៏សម្រេចចិត្តវាយដីក្រៀមបាទវាយហើយតាមពិតខ្ញុំវាយហើយខ្ញុំត្រូវបូមទឹកដាក់ប៉ុន្តែដោយសារខ្ញុំអត់មានពេលវេលាគ្រប់គ្រាន់គឺខ្ញុំសម្រេចចិត្តវាយហើយព្រាចស្រូវយកតែម្ដងហើយចាំបូមទឹកដាក់តាមក្រោយបាទហើយជាក់ស្ដែងនោះគឺយើងចាប់ផ្ដើមបូមទឹកបន្លាយវាខ្វះទឹកបន្លាយវាអស់ព្រោះគឺបូមដែរអញ្ចឹងយើងបូមបានមិនតិចទេបូមបានតែអត់សពអញ្ចឹងទៅវាធ្វើឲ្យស្រូវហ្នឹងវានៅលើគោកពេលយើងព្រាចទៅហើយបូមទឹកដាក់សពវាធ្វើស្រូវនៅលើគោកហើយស្រូវនៅលើគោកដោយសារស្រូវនេះយើងព្រាចដល់ពេលវាវាយដីហើយអញ្ចឹងវានៅលើដីតែម្ដងអញ្ចឹងស្រូវដែលវាប្រឡូកហើយវាអត់មានទឹកវានៅលើដីផ្ទាល់ជាមួយនឹងកម្ដៅថ្ងៃទៀតអញ្ចឹងវាធ្វើឲ្យស្វិតរឹសឬស្វិតប្រឡូកវានឹងអញ្ចឹងវាអត់អាចដុះបានទេបាទណាក៏ថាចប់ដែរប៉ុន្តែមួយសប្តាហ៍ក្រោយមកគឺយើងមានភ្លៀងលឹមមករៀបគូសំដែរធ្វើដោយសើមទៅទឹកប្រាក់ទៅពីថ្ងៃទៅដល់អញ្ចឹងអត់មានអីខ្លាំងជាងស្រូវទេស៊ូទ្រាំព្យាយាមរស់តលបានបាទទោះបីថាវាមានស្មៅដុះលេឡំនេះខ្លះដីលើកវគ្គទី2គឺយើងធ្វើអស់ស្មៅបាទវគ្គនេះវានៅស្មៅដោយសារស្រែនេះយើងអត់ធ្លាប់ធ្វើយើងវាស្មៅដុះច្រើនបាទបើនិយាយទៅយើងធ្វើបានប៉ុណ្ណេះវាចាត់ទុកថាល្អប្រសើរហើយបាទល្អប្រសើរហើយនេះមើលស្រែដែលគេព្រួសក្រោយនេះស្រែគេទៅព្រួសក្រោយណាហ្នឹងគេព្រួសពេលដែលគេបូមទឹកដាក់ឡើងពេញហើយគេវាយហើយបានគេព្រួសអញ្ចឹងវាដុះមកវាដុះស្មើល្អហើយវាដុះស្អាតស្រូវមានសុខភាពមានធម៌ពលល្អប៉ុន្តែបើយើងមើលស្រូវយើងក៏វាមិនចាញ់គេប៉ុន្មានដែរស្រូវរបស់យើងណាព្រោះស្រូវយើងក៏តស៊ូដុះជំនះធម្មជាតិគ្រីមក្រោះហ្នឹងហើយមិនចាញ់គេប៉ុន្មានទេបងប្អូនឃើញមើលទៅវាអត់ចាញ់គ្នាប៉ុន្មានទេវាខៀវស្ងាត់ដូចគ្នាទេអញ្ចឹងណាហ្នឹងគាត់ថាគេខៀវជាងយើងដោយសារអីដោយសារគេដុះមកស្មើធេងតែម្ដងសម្រាប់យើងវាដុះក្រោយស្មៅវាខ្លះមានស្មៅដុះមុនវាលេឡំអញ្ចឹងទៅវាធ្វើឲ្យមើលទៅវាថាមិនឃើញស្រូវច្រើនទេប៉ុន្តែធានាថា3ថ្ងៃទៀតនឹងខៀវល្ងឹតដូចគេអញ្ចឹងហ្នឹងហើយ